unsure example I'm unsure if it's correct and I don't know I'm not familiar with that ដោយអ្នកនរគ្នាស្វាគមន៍មកកាន់សាលារៀន Enhance នៅថ្ងៃនេះខ្ញុំមានមេរៀនមួយសម្រាប់ចែករំលែកទៅកាន់អ្នកនរគ្នាតាក់ទងទៅនឹងពាក្យថា I don't know អញ្ចឹងពាក្យថា I don't know អញ្ចឹងយើងអាចប្រើពាក្យផ្សេងដើម្បីជំនួសមានដូចជា I'm not sure for example I'm not sure about the answer ហើយពាក្យថា I have no idea ក៏មានន័យថា I don't know ដូចគ្នា example I have no idea where he went and I'm not certain មានថាខ្ញុំមិនច្បាស់ទេឧទាហរណ៍ I'm not certain about the time I'm unsure example I'm unsure if it's correct and I don't know I'm not familiar with that មានន័យថាខ្ញុំមិនច្បាស់ជាមួយនឹងរឿងហ្នឹងទេ example I'm not familiar with that topic ខ្ញុំមិនច្បាស់ជាមួយនឹងtopic ហ្នឹងទេក្រៅពីហ្នឹងយើងក៏អាចមានល្បះផ្សេងទៀតដូចជាពាក្យថាល្បះដូចជា let me check I'll find out and I'm still thinking អញ្ចឹងសម្រាប់មេរៀនថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកនរគ្នាហើយបើសិនជាមានចម្ងល់អីអាចទំនាក់នៅក្នុង comment ខាងក្រោមបាន